Ok chẳng vì đó nó dương liên thì cả cầm nó hetero chra chẳng này ai bị cho TTO chra được không thì hết đâm bay bạc chi chùa của bà ta rang chra chẳng vì mình bây giờ được về đây là chân áp bọn ra bọn đấy tất cả thằng nào cũng đây của bà ta rang đây một số mạnh chừng một chẳng u ra này ở đây trong bạc của bà ta rang đây miền pi bê rô miền ca cầm bàn châu kia rồi việc rô tìm mùi rô tìm pi rồi bò làm tìm mùi cái làm tìm pi tìm bay ấy châu kia anh ấy cái hai thà chia cả thừa nơi các bạn đang đang miền Việt một smile ok chẳng dùng mà mơ ủ họ chẳng được không ủ họ đấy cứ dùng sẽ structure của HTML5 chẳng được không HTML5 cứ dùng đằng ấy cứ dùng pra nơi đọc thai HTML anh đang cứ bị chạm vì version của HTML5 ok hay bắt đầu mà tiếp dùng miền structure của HTML chứ chẳng như thời miền là head bạc HTML bạc headต่อมาที่bật head bật body ok thìต่อมาที่យើងbật body ក៏ដូចជាបិទនៅ HTML របស់យើងផងដែរអូខេចឹងការសរសេរ HTML របស់យើងជាដំបូងអ្នកនរគ្នាត្រូវតែសរសេរនៅក្នុង body text ជា body text នេះគឺជាអ្វីដែលយើងចង់បង្ហាញនៅលើ web page របស់យើងអូខេចឹងនៅក្នុងនេះគឺយើងបង្កើត table មួយដែលមានT head ក្តាប់ក្បាល header របស់យើងចឹង T head របស់យើងមាន TR ចំនួន2ចឹងមានន័យថានៅក្នុងក្បាលតារាងរបស់យើងគឺយើងមាន2 row ចឹង row ទី1ហើយនិង row ទី2ដែលធ្វើការ combine ចូលគ្នាអូខេសម្រាប់table row ទី1គឺយើងមាន TX ជា row span 2ចឹងមានន័យថាយើងបញ្ចូល row ទី1 row ទី2ចូលគ្នាហើយយើងដាក់ field ឈ្មោះថា student name អូខេហើយមួយទៀតយើងមាន TX មួយទៀតគេដាក់ home span 3ដែលយើងដាក់ថា map អញ្ចឹងយើងធ្វើការកាត់ column 3 column ចូលគ្នាហើយយើងដាក់ឈ្មោះថា map អូខេអញ្ចឹងជួរទី1រៀងរបស់វាគឺមានន័យថាយើងកាត់មកខាងក្រោមចំនួន2 row ចូលគ្នាហើយនៅបន្ទាប់ពី row student name នេះគឺយើងកាត់ column 3ដាក់ឈ្មោះថា map ហើយបន្តមកទៀតTR របស់យើងមួយទៀតណា table row របស់យើងអញ្ចឹង table row នេះrow ទី1ត្រូវបានយើងកំបាញ់ចូលគ្នាអញ្ចឹងrow column មាន3ទៀតណា T head នេះគឺមាន3ណា TA របស់យើងហ្នឹងចុះ3នេះគឺវានៅខាងក្រោម mark វិញអញ្ចឹងដោយសារអីមួយរបស់យើងបានយកទៅចូលមួយ student name ហើយអូខេហើយបន្តមកទៀតយើងបិទ T head មកវិញមកអូខេហើយបន្តមកទៀតយើងមកមើល T body របស់យើងអញ្ចឹងធម្មតា table របស់យើងគឺយើងមានក្បាលយើងមានខ្លួនរបស់វាណាឬក៏គេហៅថាតួ table របស់យើងអូខេអញ្ចឹងតួខ្លួន table របស់យើងគឺយើងមាន row ចំនួន2ដែល row នេះគឺយើងមាន column ចំនួន4ណាដែលរៀងគ្នាជាមួយទៅនឹងទិន្នន័យរបស់យើងអញ្ចឹង row data ទី1របស់យើងគឺនៅក្នុង student name ឈ្មោះថាសុខាហើយនៅក្រោម mark នេះគឺយើងមាន math science នៅនឹង English អញ្ចឹងនៅក្នុងនេះគឺយើងមានតាមដូចគ្នាដែរអញ្ចឹង math របស់យើងបាន85 science របស់យើងគឺ90ហើយបន្តមកទៀតអង់គ្លេសគឺបាន88អូខេដូចគ្នាដែរ row មួយទៀតគឺយើងមានទិន្នន័យរបស់យើង table data របស់យើងគឺឈ្មោះ Dara ហើយគាត់បានបន្ទុកគណិត78វិទ្យាសាស្ត្រគឺគាត់បាន82ហើយអង់គ្លេសរបស់គាត់គឺបាន80អូខេបន្ទាប់ពីចប់ហើយយើងបិទ T body បន្ទាប់មកទៀតយើងបិទ table អូខេបន្ទាប់ពីយើងសរសេរនៅក្នុង HTML រួចរាល់ចឹងអ្នកនរគ្នាមកធ្វើការ convert style ចឹង convert style របស់យើងគឺយើងដាក់នៅក្នុង head ហើយក្នុង head គឺយើងតែងតែឃើញមាននៅ title ចឹង title ខ្ញុំដាក់ថា multiple header row example អូខេហើយបន្តមកទៀតយើងមាន style ហើយយើងហៅទៅកាន់ table មកចឹងយើងដាក់ width 70%ចឹងប្រវែងរបស់វាគឺ table ហ្នឹងគឺនៅលើ web page របស់យើងគឺ70%ចឹងចំណែកដែលនៅសល់គឺ30%នៅខាងកែមខាងស្ដាំអូខេហើយបន្តមកទៀតយើងដាក់ border collab ហើយយើងយក collab ដើម្បីឲ្យ column របស់យើងវាស៊ីជាមួយទៅនឹង TA ហើយនិង TR ដែលនៅខាងក្នុងវា
ok hayបន្តមកទៀតយើងធ្វើការហៅទៅកាន់ TA ក៏ដូចជា TD អញ្ចឹងយើងកំណត់ស៊ុំរបស់វា 1px solid black អញ្ចឹងយើងកំណត់ស៊ុំរបស់វាគឺកម្រាស់1 pixel ហើយ solid នេះមានន័យថាបន្ទាត់ជាប់ហើយពណ៌ខ្មៅអូខេហើយ padding របស់យើងយក8 pixel អញ្ចឹងមានន័យថាកម្រិតលើក្រោមឆ្វេងស្ដាំគឺយើងយក8 pixel ហើយបន្តមកទៀតគឺយើងឲ្យតិច align ហ្នឹងគឺ center មានន័យថាឲ្យវាអក្សរដែលសរសេរនៅក្នុង TA ឬក៏ TD ហ្នឹងគឺឲ្យវានៅចំកណ្ដាលអូខេហើយបន្តមកទៀតគឺយើងកំណត់T head ណាឲ្យ background របស់យើងគឺ light gray ហើយបន្ទាប់ពីយើងកំណត់ style រួចរាល់អញ្ចឹងយើងនឹងមក run វានៅលើ web page របស់យើងនឹងឃើញលទ្ធផលដូចដែលបង្ហាញនេះណាអូខេអញ្ចឹងនេះគឺយើងប្រើ row span ណាមានន័យថាយើងកាត់2 row ចូលគ្នាលើក្រោមហើយបន្តមកទៀត mark នេះគឺយើងប្រើ code span អញ្ចឹងគឺយើងកាត់3 column បញ្ចូលគ្នាអញ្ចឹងcolumn ដែលនៅបន្ទាប់ row ទី2ហ្នឹងគឺយើងនៅតែ3 column ទេគឺ math science ហើយនិង English ដោយសារអីយើងយកមក row មុខបាត់ហើយអូខេហើយទិន្នន័យ table data របស់យើងគឺយើងមានរៀងគ្នាទៅតាម TD របស់យើងអូខេអញ្ចឹងបន្ទាប់ពីយើងឃើញលទ្ធផលហើយឥឡូវយើងចូលមកការសរសេរកូដអញ្ចឹងជាដំបូងអ្នកនរគ្នាត្រូវបើកកម្មវិធី Sublime មកអូខេអញ្ចឹងឧទាហរណ៍ដែលខ្ញុំប្រើកម្មវិធី Sublime ទី editor ណាតោះអញ្ចឹងអ្នកនរគ្នាចង់ប្រើកម្មវិធីអីប្រើទៅមាន Visual Code មានអីហ្នឹងយើងអាចសរសេរបានណាអូខេអញ្ចឹងដោយសារតែខ្ញុំប្រើនេះដោយសារវាទូងាយស្រួលប្រើអញ្ចឹងខ្ញុំប្រើ Sublime ទៅលឿនជាងអូខេអញ្ចឹងពេលដែលអ្នកនរគ្នាបើកមកដំបូងអញ្ចឹងនៅពេលដែលអ្នកនរគ្នាវាយសញ្ញាតូចហើយ HTML គឺវាអត់ load នៅ structure របស់វាទេជាងពេលវា load អញ្ចឹងអ្នកនរគ្នាត្រូវចូលមក save file ឡើងមួយមកណាអូខេអញ្ចឹងយើងចុចពាក្យ save មកហើយបន្តមកទៀតអ្នកនរគ្នាទុកវានៅទីតាំងណាឧទាហរណ៍ខ្ញុំទុកនៅ lesson 6របស់ខ្ញុំអូខេហើយបន្តមកទៀតខ្ញុំដាក់ថា multi hetero .html ចឹងអ្នកនរគ្នាត្រូវកុំភ្លេចពេលដែល save គឺទៅវាគឺ .html ដើម្បីឲ្យវាអាចដំណើរការនៅលើ web browser របស់យើងបានអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ឈ្មោះហើយអញ្ចឹងយើងចូលពាក្យ save មកអូខេអញ្ចឹងបន្តមកទៀតអ្នកនរគ្នាសរសេរមកអញ្ចឹងយើងវាយសញ្ញាតូចមក html ចុះពេលដែលយើងឃើញយើងយកម៉ៅយើងមកចុចមកអូខេអញ្ចឹងយើងបង្កើតបាន structure របស់វាហើយអូខេអញ្ចឹងសម្រាប់ title នេះយើងដាក់ដូចនៅក្នុងផ្លូវទៅអញ្ចឹង multiple hetero example អូខេអញ្ចឹងបន្តមកទៀតយើងមកចូលសរសេរកូដនៅក្នុងផ្នែក body អញ្ចឹងយើងសរសេរ HTML មុនអូខេឥឡូវខ្ញុំបើក table មកអូខេអញ្ចឹងនៅក្នុង table នេះយើងមាន t head អូខេអញ្ចឹងបន្ទាប់ពី t head យើងមាន t body ជុំបន្ទាប់ពីយើងបង្កើត structure នេះហើយអញ្ចឹងខ្ញុំមកបំពេញនៅក្នុង t head របស់យើងគឺយើងមាន tr ចំនួន2អូខេអញ្ចឹងខ្ញុំសូម copy ទៅដើម្បីឲ្យលឿនអូខេអញ្ចឹងក្នុងនេះគឺយើងមាន2ហើយនៅខាងក្រោមនេះគឺយើងមានទិន្នន័យចំនួន2ដូចគ្នាដែរ t body អូខេអញ្ចឹងសម្រាប់នៅក្នុង tr ទី1នេះគឺយើងមាន tx នេះគឺយើងមាន2អញ្ចឹងដូចខ្ញុំបង្ហាញមុននេះយើងមាន2អញ្ចឹងទី1យើងដាក់អូខេឥឡូវយើងមកមើលកូដទៀតណាអូខេអញ្ចឹង TA របស់យើង row span ហើយនិង column span អូខេអញ្ចឹងយើងចូលមកកូដរបស់យើងមកអូខេឥឡូវយើងតទៀតអញ្ចឹងយើងចូលមកនេះយើងសរសេរហើយណា student name អូខេហើយបន្តមកទៀត th នេះយើងដាក់ថា row span 2មានន័យថាកាត់2 column ចូលគ្នាអូខេហើយបន្តមកទៀតនៅនេះគេដាក់ column span ចុះ column span 3ហើយយើងដាក់នៅកន្លែងនេះគឺ mark អូ
hayបន្តមកទៀត row ទី2របស់យើងគឺនៅសល់ទៅលេខ3ទៀតដែលយើងដាក់នៅក្រោម mark នេះអញ្ចឹងយើងអាចយក th មកណាអញ្ចឹងយើងដាក់ th អូខេអញ្ចឹងនៅក្នុងនេះយើងដាក់បាន3មកណាអូខេនេះខ្ញុំដាក់ថា math តមកទៀតនេះគឺ science តមកទៀតគឺ English អូខេអញ្ចឹងយើងធ្វើក្បាលតារាងរួចរាល់ហើយអញ្ចឹងយើងចូលមកផ្នែក body ម្ដងអញ្ចឹងយើងដាក់បាទdata ណា table data របស់យើងអូខេ table data អូខេអញ្ចឹង table data របស់យើងត្រូវមាន4អញ្ចឹងយើង copy ផាសឲ្យបានគ្រប់4មកអូខេឥឡូវខ្ញុំមកផាសមួយទៀតទៅហើយអញ្ចឹងខ្ញុំ copy មកបន្តមកទៀតយើងមកផាសនៅក្រោមនេះអញ្ចឹងយើងធ្វើបែបនេះគឺវាលឿនណាជាងការសេកូដយើងត្រូវមានតាក់តិចរបស់យើងដែរអូខេអញ្ចឹងកន្លែងនេះយើងឈ្មោះថាសុខាទៅណាហើយបន្តមកទៀតតែនេះគឺជាផ្នែកបន្ទុកអញ្ចឹងបន្ទុកចិត្តដាក់ទៅ98 85 90ហ្នឹងដែរហើយខាងក្រោមនេះគឺឈ្មោះតារាអញ្ចឹងបន្ទុករបស់គាត់89 91ភាសាអង់គ្លេសគាត់95អីទៅអូខេអញ្ចឹងពេលដែលយើងសរសេររួចរាល់អញ្ចឹងយើងមកផ្នែក header ម្ដងដើម្បីកំណត់ style អូខេឥឡូវយើងចូលមកកំណត់ style មកអូខេអញ្ចឹងនៅក្នុងនេះគឺគេដាក់ text ថៃ text cs គឺសម្រាប់ style របស់យើងអូខេ style គឺយើងចាប់ដំបូងគឺ table មកអូខេ table យើងដាក់ width 70% អូខេហើយបន្តមកទៀត border collab របស់យើងគឺយក collab ដើម្បីអីដើម្បីឲ្យវាស៊ីជាមួយតារាងនៅ th ក៏ដូចជា td អូខេចាំបន្តទៀតយើងហៅទៅកាន់ element th ហើយមួយទៀតគឺ td អូខេ th ហើយ td នេះយើងកំណត់ទៅលើ border ដូចគ្នាចឹង border យើងយកមួយ pixel ហើយយើងយក solid black អូខេហើយបន្តមកទៀតយើងឲ្យគម្លាតជិះគម្លាតរបស់យើងគេដាក់ថា padding 8 pixel អូខេហើយបន្តមកទៀតយើងដាក់ text align មានន័យថាយើងកំណត់ឲ្យវានៅកណ្ដាល text align center អូខេពេលដែលយើងកំណត់នេះហើយយើងមកកំណត់ t head របស់យើងអូខេអញ្ចឹង t head របស់យើងគឺយើងដាក់ background អញ្ចឹង background color យើងដាក់ light gray អូខេអញ្ចឹងពេលដែលយើងសរសេររួចរាល់ហើយអញ្ចឹងយើងចុច save មកពេលអញ្ចឹងយើងចុច file ហើយយកពាក្យ save អូខេអញ្ចឹងយើងមករក file ដែលយើងបាន save មិញដើម្បីដំណើរការវាអូខេឥឡូវចូលមក lesson 6ដែលយើងបាន save មិញណាអូខេអញ្ចឹងឈ្មោះវាគឺ multi header row អញ្ចឹងយើងបក click មកដើម្បីមើលលទ្ធផលរបស់វាពេលយើងវាយ run តាម Microsoft Edge អូខេមកអូខេអញ្ចឹងនេះគឺជាលទ្ធផលអញ្ចឹងយើងឃើញលទ្ធផលដែលយើងបាន run មកអូខេអញ្ចឹងយើងឃើញការកំបាញរវាង header របស់យើងអូខេអញ្ចឹងនៅនេះ 30% អញ្ចឹងនៅពេលដែលយើងព្រមទៅគឺវាសល់នៅទីនេះ 30% អញ្ចឹងអូខេអញ្ចឹងនៅក្នុងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូបន្ទាប់